ពិតណាស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់នៅតាមបណ្ដាភូមិឃុំគឺជាសមិទ្ធផលជាក់ស្ដែងដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាការកសាងផ្លូវស្អាតនៅក្នុងមូលដ្ឋានមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែវាក៏ផ្ដល់អត្ថប្រយោជន៍សំខាន់ជាច្រើនទៀតដូចជាការលើកកម្ពស់ជីវភាពជួយឲ្យការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានលឿននិងចំណាយតិចសុខុមាលភាពងាយស្រួលក្នុងការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពជាពិសេសនៅពេលយប់អាសន្នការអប់រំក្មួយសិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនបានយ៉ាងស្រួលមិនថាមានភ្លៀងឬភក់សោភ័ណភាពភូមិឋានធ្វើឲ្យភូមិក៏មានរបៀបរៀបរយស្អាតបាតនិងបង្កើនតម្លៃដីធ្លីនៅក្នុងតំបន់នោះនេះគឺជាផ្នែកមួយនៃគោលនយោបាយទឹកភ្លើងមនុស្សដែលជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន